អាណិតណាបងប្អូនហើយប្អូនស្រីជានិស្សិតឆ្នាំទី1ម្នាក់ត្រូវបានជន់សង្ស័យធ្វើសកម្មភាពបោកប្រាស់យកម៉ូតូទៅបាត់បានសម្រេចពេលកូនតេទៅនឹងខ្ញុំធ្លាក់ថ្លើមកដុកដោយតែខ្ញុំនឹកស្មានថាធ្លាប់តែឃើញគេក្នុងវិទ្យុបងចឹងតាមដានរហូតដល់ពេលយើងឃើញខ្លួនឯងចឹងយើងមិននឹកស្មានហើយខ្ញុំមិននឹកកូនផងខ្ញុំភ័យផងខ្ញុំស្ដាយរបស់ផងខ្ញុំមិនដែរជួបផ្ទះចឹងហើយពេលខ្ញុំជួបខ្លួនឯងខ្ញុំមានអារម្មណ៍ថាពិបាកយកទទួលយកយើងត្រូវវាថាត្រូវឆាតទៅមិត្តភក្តិដើម្បីសុំគាត់ជិះទៅសុំជិះទៅរៀនចាពុកម្ដាយមានដឹងក្រោយពេលបងបាត់ម៉ាក់ខ្ញុំដឹងម៉ាក់អូនណាហើយខ្ញុំអត់មានតាទេខ្ញុំអត់មានប៉ាទេមានតែម៉ាក់ចុះម៉ូតូណាពេលយើងទិញហ្នឹងគឺយើងសំលុយទិញខ្លួនឯងឬក៏យើងបងមលុយបងអីដែរនិយាយអត់បងមលុយទេខ្ញុំលុយខ្លួនឯងមានទេតរកបានហ្នឹងហើយនឹងចៃបងប្អូនចុះឥឡូវអត់ពីម៉ូតូហ្នឹងទៅគាត់មានអីធ្វើដំណើរទេបងស្រីអត់មានទេខ្ញុំថាអត់មានលុយទិញឲ្យទេកូនអើយមកអត់មានលទ្ធភាពជួយទៀតទេមានតែពឹងមិត្តភក្តិជូនទៅរៀនទៅអីសិនទៅចាខ្ញុំថាចង់ទៅបាយវាណានៅទេខ្ញុំខឹងបាទមានដៃមានជើងអត់ទៅក្នុងរ៉ូស៊ីហើយវាចេះរ៉ូស៊ីឲ្យវាចាប់មកលួចបងគេពិបាកចង់ងាប់បាទគ្រួសារសាប់មកពីខេត្តចំណាក់ស្រុកមករៀនបន្តនៅភ្នំពេញប្រិមម្ដាយគាត់និយាយទាំងទឹកភ្នែកអូឡាមភ្នែកក្តុកក្ដួលទាំងម្ដាយទាំងកូនតែម្ដងបាទក្នុងនាមជានិស្សិតម្នាក់ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរសំខាន់មែនតើឥឡូវបាត់ហើយអូនេះគឺជាប្រភេទម៉ូតូម៉ាក Song Trim 013 ពណ៌ខ្មៅដែលពាក់ស្លាកលេខភ្នំពេញ 1CW 48និង65ប្រិមជននេះរូបភាពប្រិមអញ្ចឹងករណីនេះតាមអ្វីដែលអូនបញ្ជាក់មកតាមមើលណាអាចជាការរៀបចំបោះជន់សង្ស័យនឹងរួចជាស្រេចហើយបាទហ្នឹងហើយព្យាយាមនៅក្នុងការផ្ដល់ទំនុកចិត្តឲ្យប្អូនឲ្យអូនមានទំនុកចិត្តហើយបាទនឹងធ្វើសកម្មភាពយកម៉ូតូនឹងទៅបានសម្រេចតែម្ដងហើយម៉ូតូពេលនេះគឺប្រហែលថ្ងៃហើយអូនតាំងពីសមមិញ29ហ្នឹងហើយឥឡូវគឺ30ចាំមួយថ្ងៃហ្នឹងចាបាទអូនបានទៅដាក់ពាក្យបណ្ដឹងហើយខ្ញុំដាក់ហើយបងនៅដាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ណាអូនសង្កាត់ទូទំពង់2បងទូទំពង់2ចាបងពួកអីខ្ញុំបាត់នៅក្នុងជំរាបសួរមានឈ្មោះអីដែរឈ្មោះវិនណាបាទឆ្នាំនេះយកមកអី19ឆ្នាំจะធ្វើការអីអូនហ្នឹងហើយខ្ញុំនិស្សិតហើយធ្វើការក្រៅម៉ោងតិចតួចអូនិស្សិតឆ្នាំទីប្រហែលដែរឆ្នាំទី1បងឆ្នាំទី1បាទអ្នកនៅស្រុកខេត្តណាដែរខ្ញុំអ្នកខេត្តកំពង់ឆ្នាំងអ្នកខេត្តកំពង់ឆ្នាំងយប់នេះមករកបងទាំងយប់មកធ្វើការសបផ្សាយពីបញ្ហាអ្វីវិបត្តិអ្វីដែរបងផ្សព្វផ្សាយពីជនឆោបបោកម៉ូតូខ្ញុំបងជនឆោបបោកម៉ូតូអនឯងអាចរៀបរាប់ដំណើរដើមតងបន្តិចបានទេមុនពេលដែលគេឆោបបោកម៉ូតូអនឯងហ្នឹងគេមកពីណាទៅណាឲ្យស្គាល់គេអត់ចាដំបូងខ្ញុំគាត់អ្នករៀបអ្នកបោកគក់នៅហាងមេរបស់ខ្ញុំហើយខ្ញុំអ្នកធ្វើការនៅនឹងហើយរយៈពេល1ខែនោះគឺរៀបគេមករាល់ថ្ងៃហើយសល់មួយថ្ងៃគឺថ្ងៃដែលគេនិយាយជាមួយយើងច្រើនណាបងសួរយើងពីនេះពីនោះសួរយើងធ្វើការមិនបានប្រាក់ខែមិនហើយរៀបសួរយើងចង់ធ្វើការក្រៅម៉ោងអត់មាន3ម៉ោងនិង6ម៉ោងបងផាថាមចាបងធ្វើការក្នុងម៉ាតហើយយើងក៏ថាយើងអត់ធ្វើទេនិយាយយូរបន្តិចគាត់ក៏និយាយថាយើងគាត់ស្រឡាញ់យើងអាណិតយើងវាអញ្ចឹងបងហើយគាត់ក៏ថាចង់ឲ្យយើងទៅធ្វើដោយសារយើងរស់រាយអីចឹងបងហើយបន្ទាប់មកខ្ញុំថាខ្ញុំសាកសួរមិត្តភក្តិខ្ញុំសិនគាត់ចង់ធ្វើការងារក្រៅម៉ោងហើយចឹងទៅនិយាយគ្នាអស់ហើយមិត្តភក្តិខ្ញុំក៏ថាគាត់ធ្វើប៉ុន្តែលូរបៀបដល់ម៉ោង7ដែលពេលជន់សង្ស័យហ្នឹងទៅបាត់ណាគឺមិត្តភក្តិខ្ញុំគាត់ប្រាប់ថាចេះគាត់អត់ធ្វើទេគាត់រវល់ខ្លាំងណាស់ចឹងទៅពេលស្អែកឡើងពេលថ្ងៃដែលបាត់ម៉ូតូហ្មងបងថ្ងៃ29សាមហ្នឹងចាបងចាគាត់ជនសង្ស័យហ្នឹងម៉ោង11តិចតួចគាត់មកហាងម្ដងទៀតហើយគាត់សួរយើងថាអញ្ចេះបានទៅធ្វើការអត់មកភ័ក្រខ្ញុំហ្នឹងខ្ញុំថាគាត់បានទៅធ្វើទេចឹងទៅគាត់ក៏ខ្ញុំនិយាយថាខ្ញុំសុំទោសផងខ្ញុំមកភ័ក្រខ្ញុំបានទៅធ្វើទេហើយគាត់សួរថាចេះគាត់ខំប្រាប់មិត្តភ័ក្តិគាត់ហើយនឹងព្រោះអីគាត់ថាម្នាក់ដែលធ្វើការម៉ាតហ្នឹងគឺមិត្តភ័ក្តិរបស់គាត់អ្នកស្គាល់គ្នាមួយគាត់ហ្មងបងចាហើយអញ្ចឹងទៅគាត់ក៏ថាគាត់ละអៀខ្លួនរបៀបថាខំនិយាយប្រាប់គេអស់ហើយប៉ុន្តែរបៀបចាបងរបៀបថានៃថាយើងមុនដំបងទៅហើយមិនចុងក្រោយអត់ទៅចឹងរបៀបនៃចឹងចាបងចាបងអញ្ចឹងបកគលម្នាក់ហ្នឹងគឺជាភ្ញៀវរបស់មេបងឯងទេបាទអាសាបោកអាវបោកគួបបោកអីហ្នឹងណាជាប្រុសឬមួយក៏ជាស្រីដែរប្រុសបងប្រុសណាចាគាត់ប្រហែលជាវ័យប្រហែលប្រហែលជា30ជាងបងមើលតាមមើលទៅវ័យ30ជាងមានស្គាល់អត្តសញ្ញាណគាត់ទេអូនវាថាខ្ញុំអត់ស្គាល់ទេបងវាថាគាត់មកបោកគក់នៅនឹងហើយវាថាភ្ញៀវបងចាកំឡុងពេលប្រហែលដែរអូនឯងវាថាចេះគាត់មកបោកហ្នឹងឡងពេលដែល
ខ្ញុំតាមចូលធ្វើការក្រោយទេប៉ុន្តែឡងពេលដែលមកបងហ្នឹងរយៈពេលមិនទាន់មកមួយខែស្រួល4លេងណាបងដែលខ្ញុំជួប អូខេឥឡូវចាអូនអាចរៀបរាប់សាច់រឿងបន្តទៀតថាតើថ្ងៃដែលគាត់ធ្វើសកម្មភាពបាទអូនបាត់ម៉ូតូហ្នឹងគាត់ធ្វើសកម្មភាពមិនខ្លះបានយកម៉ូតូអូនទៅបាន គាត់វាបញ្ចុះយើងប្រហែលចិត្ត1ម៉ោងបានយើងវាថាទៅសាកខ្ញុំថាទៅមើលម៉ាត់សិនទេខ្ញុំអត់បានចាខ្ញុំទៅមើលសិនហើយពេលទៅដល់ហ្នឹងគឺពេលដែលយើងចេញដំណើរទៅហ្នឹងគឺជនសង្ស័យហ្នឹងគឺវាជីវាថាវាជីមួយយើងបងវា អូដល់ពេលមកដល់ជីអីចឹង មកជីអី ពេលមកនោះវាពេលហ្នឹងខ្ញុំនៅក្នុងបន្ទប់ទេមកខ្ញុំទៅហៅខ្ញុំទេនៅក្នុងបន្ទប់ចាពេលមកហ្នឹងខ្ញុំអត់បានសួរមកថាវាជីអីទេតមកពេលដែលទៅដល់នោះបងវាថាចាំងពីពេលទៅហ្នឹងគឺខ្ញុំរបៀបថាគឺខ្ញុំអត់វាថាដូចយើងអត់ដឹងហ្មងបងអត់ដឹងខ្លួនយើងបានតែរបៀបសួរពេលចេញមុនទៅហ្នឹងវាថានៅធម្មតាទេតែចាប់ពីឡើងម៉ូតូទៅវាយើងអត់និយាយអីទេខ្ញុំវាយើងដឹងកន្លែងខ្លះៗដែរចាបងហើយបន្ទាប់មកទៅដល់កន្លែងម៉ាត់ហ្នឹងបងវាជីយឺតហើយវារៀបរាប់ផ្លូវប្រាប់យើងឡើងច្បាស់អូ នអធិស្ឋានពេលចេញទៅពីកន្លែងហាងអូនហ្នឹងអូនទៅ2នាក់ទេឬមួយក៏3នាក់ ទៅ2នាក់ម្នាក់ទៀតតែគាត់បានមកហ្នឹងទេ អូនអញ្ចឹងអូនទៅតែ2នាក់ទេអូនម្នាក់ហើយនឹងជនសង្ស័យម្នាក់ហ្នឹង អត់ទេនៅម្នាក់ទៀតខ្មៅ សរុប3នាក់ ទាំង3នាក់ចាំម៉ូតូណា ចា តែគាត់ធ្វើសកម្មភាពមួយទៀតអូន ហើយបន្ទាប់មកទៅដល់កន្លែងម៉ាត់គាត់ក៏ពួកខ្ញុំចុះហើយខ្ញុំឈរថ្មឹងហើយគាត់ដើរចូលទៅក្នុងម៉ាតគាត់ថាគាត់ទៅហៅឲ្យទៅនិយាយមួយមិត្តភក្តិគាត់សិនក៏គាត់ចូលទៅបាន5នាទីបងគាត់ចេញមកវិញហើយសាមទៅគឺនិយាយរាប់ថាខ្ញុំថ្មឹងហ្មងវិញខ្ញុំអត់និយាយអីទេហើយគាត់ថាគាត់ទៅយកនេះសៅហ្នឹងគឺអត់នៅដៃខ្ញុំទេបងអញ្ចឹងហើយគាត់ក៏ជីមទៅថាទៅហៅមិត្តភក្តិនៅហាងកាហ្វេបន្តិចហ្នឹងបងទៅហើយក៏តែគាត់ទៅផុតខ្ញុំចាក់ដំលៀកដូចដឹងខ្លួនណាបងណាបុកពោះសឿវាហ្នឹងហើយយើងជាក់ដៃជាក់ជើងខ្ញុំនិយាយមួយមីអូនមួយទៀតដែលគាត់ទៅមួយខ្ញុំហ្នឹងខ្ញុំថាចេះយើងដូចចាញ់បោកគេចឹងទៅហើយទៅគាត់ខ្ញុំផាយជាចាផាយជា10នាទី ចង់បាយចាញ់បោកគេមែន ចាហើយវាចុងក្រោយ10នាទីក្រោយមកវាខ្ញុំចូលទៅក្នុងម៉ាតសួរបងក្នុងម៉ាតគាត់ថាគាត់ដែរស្គាល់វាទេវាបងវាក៏ហៅថាអញ្ចេះវាស្គាល់អ្នកនៅហ្នឹងមិត្តភក្តិវាហើយកូនវាអ្នកគ្រប់គ្រងនៅហ្នឹងហើយនៅតទៀតបងហើយវាប្រាប់អាយុប្រាប់ខេត្តដែលវានៅទៀតហើយអាយុតែខ្ញុំមិនដឹងថាឈ្មោះអីវាប្រាប់ថានៅខេត្តកំពង់ឆ្នាំងតែខ្ញុំមិនដឹងថាមែនអត់ទេបងហើយវាប្រាប់កូនវាអាយុ23 24ឆ្នាំឆ្លើយនៅធ្វើការអ្នកគ្រប់គ្រងនៅហ្នឹងហើយពេលខ្ញុំចូលទៅសួរបងគាត់ថាមានមែនប៉ុន្តែគាត់មានឪទេចាអញ្ចឹងទៅក៏ឲ្យបងឆែកកាមេរ៉ាទៅគាត់ថាមានរបៀបថាវាសើបខ្ញុំតាមខ្ញុំគិតគឺវាសើបយូរហើយបងពួកអីភ្នែកវាពេលដែលវាមករយើងមកតូបយើងម្ដងក្លែបក្លាប់ហើយវាបកកាយដឹងថាកាមេរ៉ាយើងនៅម្ដុំណាបងភ្នែកវាដៃវាដាក់បាំងរហូតចាបងអត់សូវឲ្យឃើញទេហើយបងមានមួយទៀតអាកញ្ចប់ដែលវាយកមកផ្ញើហ្នឹងមានថ្នាំមានកៅមានវាដូចឡាមទឹកអប់មានអីមិនសោះខ្ញុំមិនដឹងថាថ្នាំអីខ្ញុំយកទៅសួរប៉ូលីសដែរតែប៉ូលីសថាអត់ពេទ្យណាអូនឬក៏មិនខ្ញុំមិនដឹងថាថ្នាំអីទេដាក់ថងអីថងកັບសសមែនពណ៌ខៀវចាមានថងដៃយួរធម្មតាពណ៌ខៀវយើងណាបងថ្នាំណាចាមានចាមានអូនអធិស្ឋានពេលហ្នឹងមិនបានអូនទុកចិត្តពេលហ្នឹងគាត់អ្នកដប់ឬមួយក៏អូនអ្នកដប់ដែរចេញពីហាងមិនខ្ញុំអ្នកដប់ឯងបងប្រៀបថានៅស្រុកសក៏វាថាដូចជាវាទៅហ្មងវាសៅហ្នឹងគឺនៅគេហ្មងបងអត់ទេចង់និយាយថាពេលដែលចេញពីហាងអូនទៅ3នាក់ហ្នឹងចាពីណាអ្នកដប់ដែរវាហ្នឹងបងវាគេដប់ទៀតឲ្យម៉ូតូគេដប់ទៀតហើយជនសង្ស័យធ្វើដូចម៉ូតូខ្លួនឯងដប់ហើយយកសៅទៅកាន់ទៀតហ្នឹងហើយមិនបានអូនទុកចិត្តដល់ថ្នាក់ឲ្យម៉ូតូគេដប់នឹងអូនទើបតែស្គាល់គេទេរបៀបថាមុនដំបូងក៏ខ្ញុំអត់ដឹងថាវាអ្នកទៅមួយខ្ញុំដែរខ្ញុំថាថាទៅហ្នឹងហើយខ្ញុំថាទៅតែពីអ្នកមីអូនហ្នឹងទេហើយវាជីផ្សេងអញ្ចឹងណាបងចាដោយសារតែយើងរៀងទុកចិត្តដែរហើយណាចាហើយពេលហ្នឹងខ្ញុំថាយើងទៅ2នាក់ហើយវាថាឲ្យមានតែមួយទៀតហ្នឹងគឺគាត់របៀបដូចគ្នាអញ្ចឹងចៅអូនអានេះមានសង្ស័យថាចុះមូលហេតុអីគេអ្នករកការងារអីគ្រាន់បើធ្វើដែរមូលហេតុអត់មានអីជីអត់មានសង្ស័យអញ្ចឹងទេដំបូងឡើយយើងអត់សង្ស័យទេបងតែពេលក៏យើងចេញទៅដល់ចិត្តម៉ាត់យើងចាប់ផ្ដើមសង្ស័យតិចដែរតែពេលហ្នឹងគឺទៅដល់ម៉ាត់ហើយវាខ្ញុំឈរថ្មមកខ្ញុំអត់និយាយអីផងហ្នឹងអញ្ចឹងត្រូវឆ្នាំគេទេហើយបងគាត់ជីរបៀបថាជាគាត់ដឹងកន្លែងកាមេរ៉ាហ្នឹងកន្លែងកាមេរ៉ាហ្នឹងវាចេះបងវាជីកវៀងចេះវាដូចដឹងកន្លែងកាមេរ៉ាទៀតក្នុងម៉ាត់កន្លែងក្រាស់តាំងហ្នឹងមានកាមេរ៉ាប្រចាំអញ្ចឹងតែវាអត់ជីអញ្ចឹងទេពេលដែលវាចេញទៅគឺអាចនឹងថតជាប់ពីក្រោយដំណាក់អូនកាមេរ៉ាម៉ាត់នៅម៉ាត់ហ្នឹងនៅរៀបផ្លូវប្របាយ5ទូតពង2បងទូតពង2កន្លែងក្រាស់តាំងតូតៅនៅកន្លែងវាយកទៅចេញទៅមកហ្នឹងគឺនៅមុខម៉ាត់ហ្នឹងនៅកន្លែងក្រុមអូនអញ្ចឹងករណីនេះតាមអ្វីដែលអូនបញ្ជាក់មកតាមមើលណាអាចជាការរៀបចំបោះជនសង្ស័យនឹងរួចជាស្រេចហើយបាទហ្នឹងហើយព្យាយាមនៅក្នុងការផ្ដល់ទំនុកចិត្តឲ្យបងអូនមានទំនុកចិត្តហើយបាទនឹងអាលធ្វើសកម្មភាពយកម៉ូតូនឹងទៅបានសម្រេចតែម្ដងហើយម៉ូតូពេលនេះគឺប្រហែលថ្ងៃហើយអូនតាំងពីសមមិញ29ហ្នឹងហើយឥឡូវគឺ30ចាំមួយថ្ងៃហ្នឹងចាបាទអូនបានទៅដាក់ពាក្យបណ្ដឹងហើយខ្ញុំដាក់ហើយបងនៅដាក់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ណាអូនសង្កាត់ទូទំពង2បងទូទំពង2ចាបងពួកអីខ្ញុំបាត់នៅក្នុង
จะเอาสมาร์ทก็มีแบบเจี๊ยบแบบโอนทำไม่คล้าย គាត់ក៏ថាចាំគាត់នឹងវាធ្វើវាថាធ្វើការងារនឹងចាស្រាវជ្រាវឲ្យយើងហើយគាត់នឹងតាក់ទងមកយើងម្ដងទៀត បាទ ចាប អូន ង ក្នុងនាមជានិស្សិតម្នាក់ឆ្នាំទី1ណា ចាបង ម៉ូតូបាយម៉ូតូគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មែនទែននៅពេលដែលអូនបាត់ម៉ូតូអញ្ចឹងអត់ម៉ូតូធ្វើដំណើរអញ្ចឹងអូនមានផលលំបាកមិនខ្លះអូន ចាមានច្រើនបងទី1យើងខ្វះការថវិកាហើយយើងត្រូវវាថាត្រូវឆាតទៅមិត្តភ័ក្តិដើម្បីសុំគាត់ជិះទៅ សូមជិះទៅរៀន ចា ចុះពុកបណ្ដាយមានដឹងក្រោយពេលបងបាត់ ម៉ាក់ខ្ញុំដឹង ម៉ាក់ ពេល បងប្អូនណា ហើយខ្ញុំអត់មានប៉ាទេខ្ញុំអត់មានប៉ាទេមានតែម៉ាក់ អញ្ចឹងកូនកំព្រាទៀតណា ចា ចុះម៉ូតូទិញយូរណាបង ទិញឆ្នាំមុនខែ11 ម៉ាក់អីដែរអូន 03 អសង013 ចា បាទផ្លាកលេខប៉ុន្មានបង 1 CW 28 64ដូចជាអញ្ចឹង បាទភ្នំពេញ តាមពួកឯងខ្ញុំអត់សូវចាំ ជួយមើលបើកទូរស័ព្ទមើលច្បាស់ មានរូបឯងមានរូបស្លាកលេខឯង មានបងមាន ប្រិមត្តហើយគាត់និយាយទាំង ទឹកភ្នែកអូឡា ភ្នែកក្តុកក្ដួលទាំងម្ដាយទាំងកូនតែម្ដងបាទក្នុងនាមជានិស្សិតម្នាក់ម៉ូតូគឺជាមធ្យោបាយធ្វើដំណើរសំខាន់មែនតើឥឡូវបាត់ហើយ អូនេះ 1 C 11 48 បាទនេះប្រិមជននេះគឺជាស្លាកលេខម៉ូតូរបស់បងប្អូនស្រីដែលជនសង្ស័យធ្វើសកម្មភាពបាទគេថានេះគេថាឆោបោកយកទៅប្រិមជននេះគឺជាប្រភេទម៉ូតូម៉ាក Song Trim 013 ពណ៌ខ្មៅដែលពាក់ស្លាកលេខភ្នំពេញ 1CW 48 និង 65ប្រិមជននេះរូបភាពប្រិមត្តបើសិនជាបងប្អូនណាឃើញស្លាកលេខហ្នឹងអាចជួយខាត់ទៅគាត់បាន ឥឡូវសួរចំណាប់អារម្មណ៍អ្នកមីងម្ដងបាទអ្នក បង មីង ស្រីក្នុងនាមបងស្រីជាម្ដាយរបស់បងប្អូនស្រីដែលជានិស្សិតឆ្នាំទី1ដែលខំប្រឹងរៀនហើយបញ្ចប់ការសិក្សាហើយមកធ្វើការនៅភ្នំពេញនេះឥឡូវនេះគឺត្រូវជនសង្ស័យគឺធ្វើសកម្មភាពលួចម៉ូតូយកទៅហ្នឹងគឺបងចំណាប់អារម្មណ៍បងបែបណា និយាយទៅពេលកូនតេទៅនឹងខ្ញុំធ្លាក់ថ្លើមក្តុកដោយតែខ្ញុំនឹកស្មានថាធ្លាប់តែឃើញគេក្នុងវិទ្យុបងចេញតាមដានរហូតដល់ពេលយើងឃើញខ្លួនឯងចឹងយើងមិននឹកស្មានហើយខ្ញុំមិននឹកកូនផងខ្ញុំភ័យផងខ្ញុំស្ដាយរបស់ផងខ្ញុំមិនដែរជួបប្រទេសចឹងហើយពេលខ្ញុំជួបខ្លួនឯងខ្ញុំមានអារម្មណ៍ថាបបាក់យកទទួលយកហើយ បងជាស្ត្រីមេម៉ាយទៀតបងណា ចា ចុះម៉ូតូណាពេលយើងទិញហ្នឹងគឺយើងសំលុយទិញខ្លួនឯងឬក៏យើងបងមលុបបងអីដែរ និយាយអត់បងលួចទេខ្ញុំលេខខ្លួនឯងមានតេតរកបានហ្នឹងហើយនឹងចៃបងប្អូន អូ ចុះឥឡូវអត់ពីម៉ូតូនឹងទៅគាត់មានអីធ្វើដំណើរទេបង អ ស្រី ត់មានទេខ្ញុំថាអត់មានលុយទិញឲ្យទេកូនអើយមកអត់មានលទ្ធភាពជួយទៀតទេ មានតែពឹងមិត្តភ័ក្ដិជូនទៅរៀនទៅអីសិនទៅ ចា ឥ ឥ ឡូ ឡូ វ វបងជាចុងក្រោយបងមានអីស្នើសុំទៅកាន់កម្លាំងសមត្ថកិច្ចរបស់រដ្ឋបាលសង្កាត់ពុទ្ធពងទី2ហ៎បង ណាឲ្យបងប្អូនសមត្ថកិច្ចជួយតាមដានចាប់ជនល្មើសនឹងដន្ទាទោសតាមច្បាប់ឲ្យបានទោះមិនបានរបស់ខ្ញុំមកវិញកុំឲ្យវាទៅបកកហេតុចាក់បោកប្រាស់គេទៀតចឹងណាចា មានអីផ្ដាំផ្ញើទៅកាន់អាជនសង្ស័យខ្លះបង ខ្ញុំថាចង់ទៅបៃវាណានៅទីខ្ញុំខឹងណា បាទមានដៃមានជើងអត់ទៅក្នុងនោះ ស៊ីហើយវាចេះរស់ស៊ីឲ្យវាចាប់មកលួចគេបបាក់ចឹង បាទគ្រូសាស្រាប់មកពីខេត្តចំណាក់ស្រុកមករៀនបន្តនៅភ្នំពេញបាទសម្រួលអារម្មណ៍សិនបងណាបាទសម្រួលអារម្មណ៍បាទប្រិមត្តជនបាទ ប្រិមិត្តបាទឥឡូវនេះទាំងប្អូនស្រីទាំងម្ដាយរបស់គាត់បាទនិយាយទាំងក្តុកក្តួលតែម្ដងដោយសារតែប្អូនស្រីជាអ្នកខេត្តឡើងមករៀននៅភ្នំពេញហើយម៉ូតូតែមួយគ្រឿងទេគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ឥឡូវនេះត្រូវបានជនសង្ស័យធ្វើសកម្មភាពបាទគេហៅថាជនឆោបោកតែម្ដងឆោបោកបានសម្រាប់យកម៉ូតូប្អូនស្រីទៅបាត់បាទហើយតាមការបញ្ជាក់របស់គាត់នឹងបាទត្រូវបានជនឆោបោកនឹងសង្ស័យថាគាត់នឹងបាទបានធ្វើសកម្មភាពជាយាមនៅក្នុងការផ្ដល់ទំនុកចិត្តឲ្យប្អូនស្រីជឿជាក់ហើយបាទបានធ្វើសកម្មភាពឆោបោកយកទៅបានសម្រេចតែម្ដងប្រិមិត្តអរគុណណាស់ប្រិមិត្តសម្រាប់ការតាមដានទស្សនាហើយជាចុងក្រោយក្នុងនាមខ្ញុំជាអ្នកសារព័ត៌មានបាទសូមសំណូមពរទៅដល់កម្លាំងសមត្ថកិច្ចបាទដើម្បីធ្វើការស្រាវជ្រាវបាទតាមបង្ក្រាបក៏ដូចជាចាប់ជនសង្ស័យខាងលើឲ្យបានដើម្បីកុំឲ្យធ្វើសកម្មភាពបែបនេះបន្តទៅទៀតហើយដើម្បីយកម៉ូតូមកវិញហ្នឹងបាទឲ្យអ្នកមីងក៏ដូចជាបងអូនស្រីបានបន្តការសិក្សាជាបន្តទៀតផងដែរប្រិមិត្តបាទអរគុណណាស់សម្រាប់ការតាមដានទស្សនាព័ត៌មានពីខ្ញុំបាទធុនធ្វើសេចក្តីរាយការណ៍នៅទីតាំងកន្លែងគោលដៅនៅបឹងកក់ទីតាំងបឹងកក់ផ្ទាល់តែម្ដងប្រិមិត្តបាទអរគុណសម្រាប់ការតាមដានទស្សនាព័ត៌មាន